ជំរាបសួរនាងខ្ញុំឈ្មោះណរដ្ឋមនីនាថហើយនឹងខ្ញុំឈ្មោះអូនមនីនាថពួកយើងជាសិស្សថ្នាក់ទី12នៃសាលាសិលាមាសថ្ងៃនេះពួកខ្ញុំពិតជាមានសេចក្តីសប្បុរសរីករាយជាប៉ុនពេកដែលបានចូលរួមនៅកម្មវិធីផ្ដល់មួយខ្នងដល់អ៊ំស្រីដែលមានជីវភាពខ្វះខាតនិងមានជំងឺផ្ទាល់ខ្លួនទៀតផងជាក់ស្ដែងយើងបានមើលឃើញហើយថាប្រជាជននៅទីនេះគឺគាត់មានជីវភាពខ្វះខាតអញ្ចឹងគឺគាត់ត្រូវការជំនួយជាប៉ុនពេកពួកខ្ញុំដែលជាសិស្សសាលាមាសមានសេចក្តីមេត្តាអាណិតអាសូរគាត់ត្រូវការជំនួយក៏ពួកយើងក៏បានធ្វើការជំនួយសម្ភារៈសិក្សាដូចជាសៀវភៅកាតាបប៊ិចនិងខោអាវជាច្រើនដែលត្រូវការផ្ដល់ជំនួយឲ្យក្មេងៗលោកពូអ្នកមីងដែលគាត់ខ្វះខាតនិងសង់ផ្ទះឲ្យគាត់មួយខ្នងព្រមទាំងមានកាដូសម្រាប់ជូនសហគមន៍ទាំងអស់នៅក្នុងភូមិនេះជាសមិទ្ធផលមកវិញគឺគាត់អ្នកមីងដែលបានទទួលបានផ្ទះមួយខ្នងគឺគាត់មានសេចក្តីរីករាយនិងស្នាមញញឹមដែលសាលាសិលាមាសយើងខ្ញុំនេះបានសង់ផ្ទះឲ្យគាត់មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះនៅកាដូដ៏ធំមួយនេះសម្រាប់នៅក្នុងជីវិតគាត់ជាចុងក្រោយក៏នាងខ្ញុំសូមអរគុណទៅដល់សាលាសិលាមាសដែលបានបង្កើតនៅកម្មវិធីនេះឡើងជួយទៅដល់បងប្អូនដែលមានជីវភាពខ្វះខាតហើយក៏ដូចជាឲ្យពួកខ្ញុំបានចូលរួមនឹងដកស្រង់បទពិសោធន៍ផ្ទាល់ថាតើជីវិតឬក៏ជីវភាពនៅសហគមន៍ឬភូមិនេះលំបាកបែបណាយើងអាចមើលឃើញច្បាស់ថាយើងមានជីវភាពពិបាកយ៉ាងម៉េចគមនាគមន៍គឺវាខ្វះខាតជាច្រើនមិនដូចនៅការយើងនៅភ្នំពេញទេនេះយើងជាអ្នកកូនអ្នកភ្នំពេញយើងត្រូវតែមានចិត្តមួយថាយើងក៏ធ្លាប់ជាអ្នកអត់ធ្លាប់អីយើងត្រូវតែមានសេចក្តីអាណិតអាសូរដល់ពួកគាត់ជាអ្នកខ្វះខាតនេះគឺយើងបានធ្វើជាជំនួយដ៏ធំឲ្យជូនពួកគាត់ដូច្នេះហើយតែខ្ញុំសូមអរគុណសាលាសិលាមាសដែលបានអនុញ្ញាតឲ្យរួមនេះខ្ញុំទាំងពីរនាក់មកចូលរួមចែកអំណោយសូមអរគុណជាចុងក្រោយពួកយើងក៏សូមអរគុណទៅកាន់បងប្អូនដែលនៅព្រះវិហារជំនឿមួយនៅសហរដ្ឋអាមេរិក Los Angeles ដែលបានចូលរួមជាថវិកាដើម្បីសាងសង់ផ្ទះមួយខ្នងឲ្យទៅបងប្អូនដែលមានជីវភាពខ្វះខាតនៅសហគមន៍ឧដុង្គខាងលិចនេះដូច្នេះពួកខ្ញុំដែលតំណាងឲ្យសាលាសិលាមាសទាំងមូលក៏សង្ឃឹមថាព្រះវិហារជំនឿមួយនៅសហរដ្ឋអាមេរិកនៅតែបន្តឧបត្ថម្ភដល់គ្រួសារដែលខ្វះខាតតទៅមុខទៀតសូមអរគុណ